Kepler Laveran Lima Ferreira ហៅពេពេកើតនៅថ្ងៃទី26ខែកុម្ភៈឆ្នាំ1983នៅទីក្រុង Maceió ប្រទេសប្រេស៊ីលគាត់ត្រូវបានគេទទួលស្គាល់ថាជាកីឡាករបាល់ទាត់ល្បីបំផុតម្នាក់នៅក្នុងពិភពលោកដោយសារសមត្ថភាពក្នុងការការពារដ៏ល្អរបស់គាត់ពេពេកើតនៅប្រទេសប្រេស៊ីលប៉ុន្តែគាត់បានផ្លាស់ទៅលេងនិងចាប់ផ្ដើមអាជីពរបស់គាត់នៅក្នុងក្លឹប Marítimo នៅក្នុងប្រទេសប៉ូទុយហ្គាល់បន្ទាប់មកគាត់បានផ្លាស់ទៅក្លឹប FC Porto ហើយបានជួយឲ្យក្លឹបបានឈ្នះពានក្នុងប្រទេសជាច្រើនជាពិសេសគឺបានចូលរួមនៅក្នុងការប្រកួត UEFA Champions League ដោយបានបង្ហាញពីទម្រង់លេងដ៏ល្អនេះហើយនៅក្នុងឆ្នាំ2007ពេពេត្រូវបានក្លឹប Real Madrid នៅក្នុងប្រទេសអេស្ប៉ាញទិញយកទៅចូលរួមក្នុងក្រុមនៅទីនោះគាត់បានជួយឲ្យក្លឹបឈ្នះពានធំៗជាច្រើនដូចជា UEFA Champions League ចំនួន3ដងនិង La Liga ចំនួន3ដងទៀតងាកទៅជម្រើសជាតិវិញពេពេក៏បានជួយឲ្យ Portugal ឈ្នះពាន UEFA Euro 2016និង UEFA Nations League 2019ផងដែរគួរបញ្ជាក់ថានៅក្នុងពេលបច្ចុប្បន្ននេះពេពេគឺបានប្រកាសសម្រាកពីការលេងបាល់ទាត់អាជីពរបស់គាត់ហើយប៉ុន្តែគាត់ក៏នៅតែស្ថិតនៅក្នុងការចងចាំរបស់អ្នកគាំទ្រជាច្រើនរូបផងដែរ